Central DC 120X បាទខាងមុខវាមុខកាត់3ម៉ែត្រធំបាទកន្លែងពេលច្រែងស្អំយើងមានច្រើនបន្ទះស្អំពេលមានដល់4បន្ទះហើយជាមួយនឹងស្អំខ្យល់យើងមានមួយដើម្បីឲ្យខ្យល់ចុះត្រជាក់និងមានបង្រួមមានបានធំហើយនឹងកញ្ច្រែងធំទឹកធំជាងមុនអាឡូខាងក្រោមមានចំនួនគ្រាប់អាឡូបដាងធំមានទាំងអស់4អាឡូបាទមុខ2ក្រោយ2ហើយនឹងកណ្ដាលគឺយើងប្រើបដាងតូចធម្មតាហើយអាឡូបតាំងរបស់យើងគឺមាន2ហើយកម្មកាយរបស់យើងនៅខាងក្រោយហើយអាឡូបតាំងកង់របស់យើងគឺនៅខាងមុខបាទហើយចំពោះ control valve ឬក៏ហៅថា distri របស់យើងគឺដូចគ្នាជាមួយនឹង108និង105ដូចគ្នាពាក់ព័ន្ធជាមួយនឹងតម្រងបាទម៉ាស៊ូតគឺវាងវែងជាងមុនហើយនឹងទំនើបជាងមុនគឺយើងមាន sensor សម្រាប់ចាប់ទឹកបាទចំណុចធំម៉ាស៊ូតគឺដូចគ្នាចំណុចធំម៉ាស៊ូតគឺយើងដូចគ្នាធំមែនតើហើយនេះរូបរាងខាងក្រោយប៉ុងរបស់វាគឺនៅខាងក្រោយបាទហើយចំពោះខាងលើនេះគឺដូចគ្នាជាមួយនឹង108និង105របស់យើងដែរការប្រើប្រាស់มันខុសគ្នាទេបាទលើកតមុខបត់ឆ្វេងបត់ស្ដាំនេះដូចគ្នាដំសោយើងមានដូចគ្នាតែតាប់ឡូគឺយើងមានច្រើនបាទគឺមានកន្លែងផ្ដោតសញ្ញាច្រើនខាងនេះបងប្អូនដែលអ្នកប្រើគឺដឹងហើយបាទនេះគឺពាក់ព័ន្ធមួយឡើងកម្ដៅទឹកហើយនេះគឺពាក់ព័ន្ធជាមួយនឹងអាគុយហើយនេះគឺបូមប្រេងម៉ាស៊ីនបាទហើយនេះលបឿនជុំរបស់យើងហើយខាងនេះគឺចំណុចនេះគឺខ្ញុំអត់ចង់ច្បាស់ដែរថាវាជាចំណុចអីនេះគឺស្រោបពេញធុងហើយនេះកាំងស្វានទី2ហើយនេះកាំងបុកបូមពុកហើយមួយនេះដូចជាអាចនឹងស្ទះខ្យល់បាទស្ទះខ្យល់គឺស្ទះ air បាទនេះស្ទះ air នេះគឺមានដំណក់ទឹកនៅក្នុងដំណងប្រេងម៉ាស៊ូតបាទចាំហើយដំណក់ទឹកនៅក្នុងដំណងប្រេងម៉ាស៊ូតបាទហើយចំពោះផ្នែកខាងនេះវិញគឺយើងអូតូគឺយើងដូចគ្នាជាមួយនឹងស៊េរីមុនដែរបាទនេះគឺ maintenance function ហើយនេះគឺល្បឿនលេខទៅមុខបាទ low high បាទយើងគាត់ចុចពីមុនយើងប្រើ mechanic ឥឡូវយើងប្រើបាទភ្លើងបាទហើយទៅមុខទៅក្រោយបាទយើងប្រើ sensor ហើយនេះគឺយើងដូរការជំនួយបត់មានន័យថាយើងរុញទៅមុខគឺនេះខ្ញុំអត់ច្បាស់ថាយើងរុញទៅមុខវាបត់មិនទេគាត់ថាវាជំនួយក្នុងការបត់បាទរុញទៅមុខបត់លឿនឬរុញមកក្រោយបត់យឺតអីចឹងទៅបាទហើយខាងនេះក៏ដូចគ្នាជាមួយនឹង108ដែរបាទហើយនិយាយដូចគ្នាតែចំណុចពិសេសមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការផលិតម៉ាស៊ីនភ្លាមនៅពេលដែលមានបញ្ហាអីគាត់ណាម៉ាស៊ីនយើងដូចបែកបដាងឬក៏មានចូលឈើចូលអីមួយដែលយើងត្រូវការផលិតបតន់ដែលយើងដោះខ្នោះអត់ទាន់គាត់ណាទះវាមួយមកឆេះទះវាមួយចឹងមកវាលោតមកផលិតម៉ាស៊ីននេះបាទអញ្ចឹងដល់ពេលយើងចង់បើកវាវិញបើកនេះមួយមកបាទហើយនេះទីតាំងដាក់ដបទឹកបាទហើយសុខែគឺដូចគ្នាធុងទប់ស្រូវគឺប៉ាន់គ្នាបាទអូខេឥឡូវយើងមើលមកផ្នែកខាងនេះវិញចំណុចផងនេះដូចគ្នាប៉ុន្តែអ្វីដែលប្លែកគឺពាក់ព័ន្ធជាមួយនឹងខ្សែពានផ្សេងៗគឺរចនាបែបថ្មីទាំងអស់បាទគឺខ្សែពានអូស្មៅយើងក៏នៅខាងមុខវិញបាទនៅខាងមុខហើយនេះគឺបបលជាមួយនឹងពងកបាននឹងកត្រៃបាទហើយខាងនេះគឺបាទកង្ហាផ្លិតបាទកង្ហាផ្លិតរបស់យើងគឺយើងប្រើខ្សែពានម៉ូតូសាយមកអូសវិញបាទហើយពាក់ព័ន្ធជាមួយនឹងខ្សែប៉ុយស្វានទី1ស្វានទី2គឺយើងអូសពីកង្ហាផ្លិតមកវិញបាទអូសរហូតមកដល់ខាងក្រោយនេះហើយរចនារបស់ខាងក្រោយគឺអត់ខុសគ្នាមួយអាចារ្យទេប៉ុន្តែខុសគ្នាត្រង់តែកន្លែងនេះទេបាទកន្លែងនេះគឺអានេះយើងប្រើខ្សែពានបតិតោនេះរហូតបាទអូសពីអានេះមកចូលអានេះវិលខ្យល់បក់ខ្យល់ហើយបានចូលមកនេះតាមក្រោយបាទអូខេវិញបែបពេញបាទហើយនេះគឺច្រែងខាងក្នុងរបស់វាគឺបែបហ្នឹងបាទវាអត់ខុសគ្នាទេគាត់វាវែងជាងមុនបាទហើយសកានេះដូចជាត្រាសរបស់វាគឺអត់ខុសគ្នាដែរបាទខុសគ្នាទេខ្ពស់ណាស់បងប្អូនខ្ពស់